និយាយអំពីការចង់បានចង់នេះចង់នោះចង់អត់ចេះឈប់ទេគ្មានព្រំដែនទេចង់ច្រើនណាស់ប៉ុន្តែចេះអត់បានច្រើនទេចុះរកអត់បានច្រើនទេចុះទទួលអត់បានច្រើនទេនេះគឺជាសេដ្ឋកិច្ចនៃជីវិតណាដូច្នេះអារឿងចង់បានចង់ឲ្យស្រុកនឹងចេះចង់ឲ្យស្រុកចេះចុះក៏ប៉ុន្តែខ្លួនឯងចេះក៏ចេះអត់បានឱកាសក៏អត់មានរកអត់បានអញ្ចឹងណាអារឿងចង់ឲ្យប្រទេសនឹងចេះចង់ឲ្យប្រទេសនឹងចុះចង់ឲ្យមេដឹកនាំចេះចង់ឲ្យមេដឹកនាំចុះមេដឹកនាំកើតពីណាមេដឹកនាំកើតពីខ្លួនយើងហ្នឹងហើយចុះបើខ្លួនយើងល្ងងតែធ្វើមេដឹកនាំមិនបានហើយចុះមេដឹកនាំដែលមានហើយមកពីសង្គមយើងដូច្នេះហើយបើយើងចង់បានមេដឹកនាំល្អវាតតែយើងនឹងខំប្រឹងកសាងខ្លួនយើងឲ្យមានគុណភាពល្អហើយបើយើងអត់ចេះផងណាប្រឡងធ្លាក់អត់ខំរៀនណារកការងារធ្វើបានដោយមិនខិតខំបានប្រាក់ចំណូលតិចស្អីក៏បន្ទោសថាជាបញ្ហាជំងឺសង្គមនឹងកើតជំងឺដោយសារអីសង្គមគ្រាន់តែជាឈ្មោះរួមទេក៏ប៉ុន្តែមនុស្សតាជាចំណែកនៃសង្គមហើយដល់ពេលរកអីអត់បានខ្ជិលណាមិនទៅរៀនចង់បានសញ្ញាបត្រចង់បានមុខមាត់ចង់បានច្រើនហួសហេតុពេកហើយខ្លួនឯងអត់ខំធ្វើទីបំផុតដើម្បីគេចបេះពីបញ្ហាត្រូវបន្ទោសគេហ្នឹងអញ្ចឹងបន្ទោសអ្នកណាបន្ទោសរាជការបន្ទោសរដ្ឋាភិបាលបន្ទោសសង្គមបន្ទោសនេះបន្ទោសនោះចុះបើយើងទាំងអស់គ្នាខំទាំងអស់គ្នាទៅវាមានអីបន្ទោសបន្ទាប់មកទៀតបើយើងខំដើម្បីប្រើប្រាស់នៅការទៀមទាសេចក្តីត្រូវការរបស់យើងឲ្យបានច្រើនទៅមិនក៏យើងមិនធ្វើណាមួយថ្ងៃអ្នកមកចង់ឲ្យខ្ញុំជូនពរឲ្យប្រឡងជាប់ខ្ញុំជូនពរឲ្យប្រឡងធ្លាក់ 50000 ជាតិមួយថ្ងៃអ្នកនិយាយភូតខ្ញុំថា250រៀនវិស្វកររកការងារធ្វើមិនបានមួយថ្ងៃនិយាយថាអយុត្តិធម៌សង្គមប៉ុន្តែអ្នកបើកយានយន្តប្រមាណលានអ្នកនៅលើផ្លូវដែលមិនគោរពច្បាប់ចរាចរណ៍ប្រជាជនឆ្លោះគ្នាកាប់គ្នាចាក់រុកគ្នាត្រង់ហ្នឹងហើយជាផលចេញមកពីព្រោះយើងចង់បានច្រើនតែយើងអត់ខំធ្វើឲ្យវាបាន